ទូរទស្សនិកជនជាទីមេត្រីរដ្ឋមន្ត្រីក្រសួងបរិស្ថានចុះពិនិត្យនិងវិតម្លៃដោយផ្ទាល់លើគម្រោងវិនិយោគទេសចរចំនួន13កន្លែងនៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តពោធិ៍សាត់កាលពីថ្ងៃអាទិត្យទី24ខែមីនាឆ្នាំ2024ឯកឧត្តមបណ្ឌិតអៀងសុផាឡែតរដ្ឋមន្ត្រីក្រសួងបរិស្ថានបានចុះពិនិត្យនិងវិតម្លៃរកឃើញថាគម្រោងវិនិយោគ13កន្លែងត្រង់ចំណុចភ្នំ1500ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុសភូមិសាស្ត្រស្រុកវាលវែងខេត្តពោធិ៍សាត់ដែលក្នុងនោះមានគម្រោងចំនួន3ស្ថិតក្នុងតំបន់ស្នូលនៃតំបន់ការពារធម្មជាតិដែលទី1មានផ្ទៃដីទំហំ 9.86 ហិកតាទី2ផ្ទៃដី9.67 ហិកតានិងទី3មានផ្ទៃដី 8.67 ហិកតាគម្រោង2កន្លែងទៀតនៅជាប់តំបន់ស្នូលដីទំហំចំនួន 8.62 ហិកតាមានផ្ទៃដីទំហំ 7.079 ហិកតានិង8គម្រោងទៀតនៅតំបន់ទឹកធ្លាក់ក្រពើ2ដែលមានផ្ទៃដីប្រមាណជាង60ហិកតាឯកឧត្តមបណ្ឌិតអៀងសុផាឡែតបានថ្លែងថាដោយមានបទបញ្ជារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្រសួងបរិស្ថានបានដាក់ចេញនូវវិធានការចុះត្រួតពិនិត្យនិងវិតម្លៃលើការគោរពច្បាប់និងធនធានធម្មជាតិចំពោះគម្រោងវិនិយោគទេសចរនានាស្ថិតនៅក្នុងតំបន់ការពារធម្មជាតិឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងបន្ថែមថាក្រសួងនឹងដកហូតមកវិញនិងធ្វើការដាំស្ដារព្រៃឈើឡើងវិញលើគម្រោងវិនិយោគណាដែលត្រូវបានពិនិត្យនិងវិតម្លៃឃើញថាគម្រោងមិនបានអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលនិងទុកចោលមិនបានដំណើរការអភិវឌ្ឍជាច្រើនឆ្នាំកន្លងមកសូមបញ្ជាក់ថាអនុលោមតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន2023-2028ដែលបានផ្ដោតលើមុំចំនួន3គឺភាពស្អាតភាពបៃតងនិងចីរភាពឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងថាដើម្បីទទួលបានភាពបៃតងរបស់កម្ពុជាគឺយើងត្រូវរួមចំណែកធ្វើយ៉ាងណាដាំដុះដើមឈើឲ្យបានច្រើននៅក្នុងប្រទេសកម្ពុជាឆ្ពោះទៅសម្រេចបានការបង្កើនគម្របព្រៃឈើចំនួន 60% នៅឆ្នាំ2050ហើយដើម្បីសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជាក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការដាំដើមឈើយ៉ាងតិចចំនួន1លានដើមក្នុងមួយឆ្នាំដោយប្រជាពលរដ្ឋអាចទទួលបានកូនឈើយកទៅដាំដោយឥតគិតថ្លៃពីក្រសួងបរិស្ថានដើម្បីយកទៅដាំស្ដារព្រៃដាំនៅតាមសហគមន៍លំនៅឋានសាលារៀនវត្តអារាមជាដើមចាប់ពីរដូវវស្សាឆ្នាំ2024នេះតទៅ